តែតងទៅនឹងចំណុចនេះបាទចង់ឲ្យលោកសុភារិទ្ធបាទបញ្ជាក់បន្ថែមបន្តិចថាលោកបានបញ្ជាក់ឲ្យមិញថាក្រុមហ៊ុនបាទ BIS ខ្មែរហ្នឹងគឺបង្កើតឡើងហ្នឹងគឺយើងអាចនិយាយបានថា10ឆ្នាំហើយបាទហើយបើយើងនិយាយពីបច្ចេកវិទ្យា digital នេះគឺមានន័យថាគេចាប់ផ្ដើមតាំងពី10ឆ្នាំមុនប៉ុន្តែអ្វីដែលគេប្រើច្រើនហ្នឹងគឺ3 4ឆ្នាំចុងក្រោយនេះទេប៉ុន្តែខ្ញុំចង់ដឹងថាកាលពី10ឆ្នាំមុនហ្នឹងតើលោកសុភារិទ្ធបាទមើលឃើញបែបណាដែរបានគិតថាជំនាញ digital នេះមានសារៈសំខាន់បាទសូមបន្ថែមតិចទៀតមែនទេបាទបើយើងនិយាយពីពាក្យថា digital ចង់ជម្រាបជូនទៅទស្សនិកជននិងក៏ដូចជាពិធីកប់ទីការនេះយើងដែរមែនទេពាក្យជំនាញថាពាក្យថា digital នេះគឺទូលំទូលាយមែនទេបាទប៉ុន្តែខ្ញុំសូមបើកវងកញ្ចក់បន្តិចថានៅក្នុងនិយមន័យពាក្យថា digital មានន័យថារាល់ការងារនៃការប្រើប្រាស់នៅកិច្ចការងារផ្សេងៗដែលពឹងពាក់ទៅលើប្រព័ន្ធ digital ក្នុងគឺនិយាយសម្ដៅទៅលើប្រព័ន្ធអេឡិចត្រូនិកដែលមានអ៊ីនធឺណិតនិងឧបករណ៍ទំនើបបច្ចុប្បន្នគេហៅ device បច្ចុប្បន្នហ្នឹងគឺវាស្ថិតនៅក្នុងបរិបទហ្នឹងហើយប៉ុន្តែបើយើងនិយាយពីភាពទូលំទូលាយពី digital វាធំមែនទេចា៎ software hardware និងកិច្ចការងារផ្សេងៗតែខ្ញុំសូមនិយាយមួយគឺកិច្ចការងារសំខាន់ដែលកាលពី10ឆ្នាំមុនដែលខ្ញុំចាប់ដើមគឺទៅលើប្រព័ន្ធផ្សព្វផ្សាយបាទដូចអ្វីដែលបងប្អូនបានកំពុងទស្សនាអញ្ចឹង CFN បាទ Cambodia Flash News ជាដើមឬ CFN ហ្នឹងដែលយើងកំពុងមើលហ្នឹងគឺជា online digital media ដែលកម្ពុជាយើងបានន័យថាចាប់ដើមរីកចម្រើនហ្នឹងគឺកាលពីឆ្នាំ2009 2010នៅអំឡុងពេលដំបូងដែលពួកខ្ញុំបានចាប់ដើមក៏បង្កើតនៅអង្គភាពមួយតែកាលនោះខ្ញុំជម្រាបបញ្ជាក់ហ្នឹងថាក្នុងឆ្នាំ2009 2010វាមិនមែន10ឆ្នាំទេវា15ឆ្នាំមុនចង់បងប្អូនយើងមើលឲ្យយល់បន្តិចបាទហើយយើងមិញ10ឆ្នាំមុនគឺសម្រាប់អង្គភាពរបស់ខ្ញុំផ្ទាល់ប៉ុន្តែ15ឆ្នាំមុនគឺជាការចាប់ផ្ដើមនៅក្នុងប្រទេសកម្ពុជាបាទអញ្ចឹងនៅក្នុង15ឆ្នាំមុនខ្ញុំបានបំពេញការងារនៅអង្គភាពឯកជនមួយខ្ញុំថាអញ្ចឹងខ្ញុំមើលឃើញថាទៅមុខដល់យើងមើលពីករណីសិក្សានៅក្នុងបណ្ដាប្រទេសអភិវឌ្ឍនៅក្នុងបណ្ដាប្រទេសធំយើងឃើញថាប្រព័ន្ធផ្សព្វផ្សាយនៅពេលនោះគឺរីកចម្រើនជាងនៅប្រទេសបច្ចិមលោកគេដើរមុនយើង5ទៅ6ឆ្នាំនៅប្រទេសធំដែលតំបន់អាស៊ីបូព៌ាដែលមានជប៉ុនមានកូរ៉េនិងចិននិងប្រទេសដែលមានការអភិវឌ្ឍវិស័យឧស្សាហកម្មជឿនលឿនហ្នឹងគេដើរមុនយើងអត់តិចជាង5ឆ្នាំទេយើងមើលប្រទេសជិតខាងដូចវៀតណាមម៉ាឡេស៊ីហើយនិងថៃក៏ដើរលឿនជាងយើងប្រហែលនឹង5ឆ្នាំដែរអញ្ចឹងការដែលខ្ញុំប្រមូលយកមើលពីនិន្នាការរបស់ថ្នាក់តំបន់និងអន្តរជាតិយើងឃើញថាទៅមុខគឺប្រកាសជាចាំបាច់អញ្ចឹងបានជា10ឆ្នាំមុនខ្ញុំបានមូចេញពីការងារបំពេញការងារឲ្យគេមកធ្វើការងារនឹងបង្កើតអង្គភាពខ្លួនឯង